សួស្តីអ្នកសិក្សាទាំងអស់ជាទីមេត្រីបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកពីមេរៀនគណិតវិទ្យាទាក់ទងនឹងលំហាត់ logarit បាទសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅចែកមានរូបមន្តគ្រឹះ logarit formulas ថាបើ a ធំជាង0 a ខុសពី1 x ធំជាង0 y ធំជាង0អញ្ចឹងគេបាន logo a នៃ1ស្មើ0ហើយ logo a នៃ a ស្មើ1 logo a នៃ x y ស្មើ logo a នៃ x បូក logo a នៃ y មានន័យថា log ផលគុណស្មើ log ផលបូកចឹងមួយទៀតគឺមាន logo a នៃ x លើ y ស្មើនឹង logo a នៃ x ដក logo a នៃ y ចឹងមានន័យថា logarit នៃផលគុណស្មើនឹង log ផលដកទី5គេថាបើមានរូបមន្ត logo a នៃ x គុណ n ស្មើនឹង n នៃ logarit នៃ a នៃ x អញ្ចឹងគេលើកស្វ័យគុណនេះមកដាក់ខាងមុខខ្លាយទៅជាមេគុណវិញ logo a នៃ x ស្មើ logo b នៃ x លើ logo b នៃ a អញ្ចឹងយើងសម្រួលអញ្ចឹងយើងបំលែងបានចេះបដូរគោលពីគោល a ទៅគោល bមួយទៀត a ស្វ័យគុណ logo a នៃ x ស្មើនឹង x អញ្ចឹងគេសម្រួលគោលហើយនឹងតម្លៃលេខទី8 logo a នៃ a សេគុណ x ស្មើ x ឥឡូវយើងមើលលំហាត់ចឹងកគេឲ្យគណនាតម្លៃចឹង logo a លើ logo 10នៃ100ទី2 logo 2នៃ8ទី3 logo 5នៃ25ទី4 logo 3នៃ81ទី5 logo 10នៃ 0.01 ចឹងរហូតដល់លំហាត់ទី10ហើយលំហាត់ខគេឲ្យយើងប្រើរូបមន្ត logarit ដោយគណនាវាចេញជាតម្លៃលេខចឹងនេះដូចគ្នាដែរកដោះស្រាយសមីការយើងទាញរកអញ្ញត្តិ x ស្មើតម្លៃប៉ុន្មានឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាតោះដំណោះស្រាយ answer and solution ចឹងកគណនាតម្លៃ1 logo 10នៃ100អញ្ចឹងយើងសរសេរវាឲ្យចូលឲ្យដូចគោលមកយើងបាន100នេះបាន10សេគុណ2អញ្ចឹងនេះសម្រួលនឹងនេះស្មើ2អញ្ចឹងទី2 logo 2នៃ8អញ្ចឹង8យើងអាចសរសេរបានជាស្វ័យគុណ3អញ្ចឹង2សេគុណ3អញ្ចឹងសម្រួលគោលហើយនឹងលេខយើងបាន3តើ3 logo 5នៃ25អញ្ចឹង25យើងសរសេរបាន logo 5នៃ5សេគុណ2អញ្ចឹងអានេះដូចគ្នាយើងសម្រួលបានអញ្ចឹងស្មើ2តើទី4 logo 3នៃ81អញ្ចឹង81យើងសរសេរបាន9គុណនឹង9តែ9លើកបានជាស្វ័យគុណ2អញ្ចឹងយើងបាន3សេគុណ4អញ្ចឹង logo 3នៃ3សេគុណ4ស្មើ4កាលណាដូចគ្នាយើងសម្រួលមកស្មើ4តែទី5 logo 10នៃ 0.01 អញ្ចឹង 0.01 នេះយើងអាចសេបាន10សេគុណដក2អញ្ចឹងយើងសម្រួលមកសម្រួល10និង10មកបានដក2ចូលដល់លំហាត់ខគេឲ្យយើងប្រើរូបមន្ត logarit អញ្ចឹង11 logo 2នៃ8គុណ4អញ្ចឹងយើងសេជាស្វ័យគុណមកបានប៉ុណ្ណេះ
ចឹងស្វ័យគុណនៃស្វ័យគុណដែលមានកូរដូចគ្នាគេយកនីតិសាស្ត្របូកចូលគ្នាចឹងបាន2សេគុណ5ចឹង2ដូចគ្នាសម្រួលមកបាន5ហើយទី12ឡូកូ3នៃ27ចែក3ចឹងយើងទៅសេវាជាស្វ័យគុណមកតមកយកអានីតិសាស្ត្រខាងលើដកនីតិសាស្ត្រខាងក្រោមយើងបាន3សេគុណ2ចឹងសម្រួលមកបាន2លោកគេទីលំហាត់ទី13លេខទី13ឡូកូ10នៃ1000សេគុណ2អញ្ចឹង1000យើងសេបាន10សេគុណ3អញ្ចឹងស្វ័យគុណនេះស្វ័យគុណគឺយកនីតិសាស្ត្រគុណនីតិសាស្ត្រអញ្ចឹង10សេគុណ3គុណ2បាន10សេគុណ6អញ្ចឹង10ដូចគ្នាយើងសម្រួលបានស្មើនឹង6ទៅ14ឡូកូ5នៃ125គុណនឹង5ចានេះដូចគ្នាដែរយើងលើកវាជាស្វ័យគុណមកបាន125បាន5សេគុណ3គុណនឹង5សេគុណ1អញ្ចឹងយើងសេបានឡូកូ5នៃ5សេគុណ4អញ្ចឹងយើងសម្រួលមកស្មើ4ចំណែក125នេះយើងបំបែកជាកតាបឋមយើងបំបែកបែបនេះ125ចែកដល់5អញ្ចឹងយើងដាក់5មក5 2ដង10មកសល់25យើងដាក់5អញ្ចឹង5គុណ5 25 5គុណ1 5អញ្ចឹង125ស្មើនឹង5សេគុណ3នេះអញ្ចឹងណាតោះចុះចូលដល់លំហាត់ទី15ឡូកូ2នៃ32ចែកនឹង4អញ្ចឹងយើងទាញបានឡូកូ2អញ្ចឹង32បាន2សេគុណ5 4នេះបាន2ការ៉េអញ្ចឹងយើងយក5ដក2មកសល់3អញ្ចឹងបានឡូកូ2នៃ2សេគុណ3ស្មើ3អញ្ចឹង32យើងបែកជាកតាបឋមបែបនេះអញ្ចឹង2 16 32 2 8 16 2 4 8 2 2 4 2 1 2អញ្ចឹង32បាន2សេគុណ5អញ្ចឹងគេចំណុចតែវិញនេះហើយយើងទៅមុខទៀតតើលំហាត់កដោះស្រាយសមីការចំណុចទី16នេះឡូកូ2នៃ x ស្មើ5អញ្ចឹងយើងឲ្យលក្ខខណ្ឌ x ធំជាង0អញ្ចឹងឡូកូ2នៃ x ស្មើ5អញ្ចឹងគេបានឡូកូ2នៃ x ស្មើឡូកូ2នៃ2សេគុណ5អានេះពេលយើងសម្រួលទៅมันស្មើ5វិញអញ្ចឹងនាំឲ្យ x ស្មើ2សេគុណ5ហើយទី17អញ្ចឹងគេមានឡូកូ3នៃ x ស្មើ4អញ្ចឹងតាមរូបមន្តគេទាញបាននាំឲ្យ x ស្មើ3សេគុណ4អញ្ចឹងស្មើ81ហើយទី18ឡូកូ10នៃ x ស្មើដក2អញ្ចឹងយើងទាញបាន x ស្មើនឹង10សេគុណដក2អញ្ចឹង10សេគុណដក2សេជាលេខទស្សភាគបាន 0.01 ហើយទី19ឡូកូ5នៃ x ស្មើ0អញ្ចឹងយើងទាញបាននាំឲ្យ x ស្មើ1ដោយសារឡូកូ5នៃ1ស្មើ0អូខេហើយលំហាត់ទី20ឡូកូ4នៃ x ស្មើ1លើ2អញ្ចឹងនាំឲ្យ x ស្មើនឹង4ស្វ័យគុណ1លើ2អញ្ចឹង4សេគុណ1លើ2ស្មើ2ចាំលំហាត់ហ្នឹងមានតែប៉ុណ្្នឹងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាទសូមមានសំណាងល្អសូមអរគុណ